សមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកពីខាងគណៈបក្សសាធារណរដ្ឋប្រចាំរដ្ឋ California លោក Dana Rohrabacher ទទូចឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចុះចេញពីអំណាចដោយសន្តិវិធី Look, in the past, the thing that kept Hun Sen in power the most were number one is corruption, where he had. លោកហ៊ុនសែនកាន់អំណាចបានយ៉ាងយូរយារមកនេះគឺដោយសារគាត់ប្រព្រឹត្តអំពើពុករលួយដែលក្នុងនោះមានទាំងជំនួយពីបរទេសផងខ្ញុំគិតថាគេមិនចាំបាច់ចាប់លោកហ៊ុនសែនទេប៉ុន្តែពលរដ្ឋត្រូវស្នើឲ្យគាត់ចុះចេញពីអំណាចដោយសន្តិវិធីហើយប្រសិនបើលោកហ៊ុនសែនចុះចេញពីអំណាចដោយសន្តិវិធីមែននោះប្រជាពលរដ្ឋគួរតែសម្ដែងការកោតសរសើរដល់គាត់ការថ្លែងរបស់លោក Dana Rohrabacher ធ្វើឡើងភ្លាមកាលពីរសៀលថ្ងៃអង្គារទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីសវនាការស្ដាប់ការឆ្លើយបំភ្លឺរបស់តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch តំណាងវិទ្យាស្ថានប្រជាធិបតេយ្យ NDI និងតំណាងអង្គការការពារសិទ្ធិមនុស្ស Liga do ពីប្រទេសកម្ពុជានៅក្នុងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកខាងកិច្ចការអន្តរជាតិលោក Rohrabacher ក៏បានប្រមានផងដែរថាប្រសិនបើលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហ៊ានចាប់លោកសំរងស៊ីនៅពេលដែលលោកវិលទៅកាន់ប្រទេសកម្ពុជានៅមុនការបោះឆ្នោតមែននោះសហរដ្ឋអាមេរិកនឹងដាក់សម្ពាធដ៏ធំដល់កម្ពុជាលោកបន្តថាប្រសិនបើលោកហ៊ុនសែនហ៊ានធ្វើដូច្នោះមែននោះជាទង្វើដ៏អាក្រក់បំផុតI think that if Hun Sen begins arresting his opponents who are running against him in an election, that there would be a major. Hun Sen ហ៊ានចាប់ខ្លួនមេដឹកនាំបកជំទាស់ដែលត្រូវចូលប្រកួតប្រជែងការបោះឆ្នោតជាមួយគាត់មែននោះសហរដ្ឋអាមេរិកនឹងពិនិត្យឡើងវិញយ៉ាងយកចិត្តទុកដាក់បំផុតចំពោះប្រទេសកម្ពុជារយៈពេល10ឆ្នាំកន្លងមកនេះសហរដ្ឋអាមេរិកបានដកប្រទេសកម្ពុជាចេញពីបញ្ជីខ្មៅដែលអាក្រក់បំផុតដូច្នេះប្រសិនបើលោកហ៊ុនសែនចាប់ខ្លួនលោកសំរងស៊ីមែននោះរូបខ្ញុំផ្ទាល់និងតំណាងរាស្ត្រសហរដ្ឋអាមេរិកដទៃទៀតនឹងធ្វើញត្តិគៀងគរការគាំទ្រហើយហ៊ានធានាថានឹងចុះប្រទេសកម្ពុជាទៅក្នុងបញ្ជីខ្មៅធ្លាក់ចូលក្នុងចំណោមប្រទេសអាក្រក់បំផុតក្នុងពិភពលោកហើយពេលនោះកម្ពុជាមិនត្រឹមតែមិនអាចទទួលជំនួយពីបរទេសបានប៉ុណ្ណោះទេប៉ុន្តែការបណ្ដាក់ទុនវិនិយោគពីក្រៅប្រទេសសម្រាប់អភិវឌ្ឍនៅកម្ពុជាក៏នឹងត្រូវកាត់ផ្តាច់ទោះបីជាយ៉ាងណាក៏ដោយអ្នកនាំពាក្យនីតិស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានកាលពីថ្ងៃអង្គារបានថ្លែងក្នុងវេទិកាតុកមូលរបស់វិទ្យុអាស៊ីសេរីថាសហរដ្ឋអាមេរិកកំពុងលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាហើយថាកម្ពុជាជាប្រទេសអធិបតេយ្យដែលអនុវត្តទៅតាមនីតិរដ្ឋប៉ុណ្ណោះក៏ប៉ុន្តែពេលនេះតើព្រះមហាក្សត្រនៅក្នុងឥទ្ធិពលរបស់បរទេសដែលជាអធិបតេយ្យរបស់កម្ពុជាហើយយើងដឹងហើយនៅក្នុងតែរដ្ឋធម្មនុញ្ញក៏បាននិយាយហើយនិយាយបានច្បាស់ទៅទៀតនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងបាននិយាយថាមិនអនុញ្ញាតដាច់ខាតឲ្យជនណាមួយក៏ដោយដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជាឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិនិងអន្តរជាតិរបស់កម្ពុជាបានឡើយអានេះនិយាយអំពីរដ្ឋធម្មនុញ្ញរបស់កម្ពុជានិយាយអំពីអធិបតេយ្យភាពរបស់កម្ពុជានិយាយពីព្រះមហាក្សត្ររបស់កម្ពុជាប៉ុន្តែលោក Dana Rohrabacher ថ្លែងថាសហរដ្ឋអាមេរិកនឹងមិនអាចអោបដៃឈោមើលលោកហ៊ុនសែនចាប់ខ្លួនលោកសំរងស៊ីបាននោះទេ Oh my gosh, I guess it's a really bad thing for someone to see someone murdering someone and then to step in and stop it. ព្រះជាម្ចាស់អើយវាពិតជាអាក្រក់ខ្លាំងណាស់ប្រសិនបើយើងឃើញមនុស្សម្នាក់ទៅធ្វើឃាតមនុស្សម្នាក់ផ្សេងទៀតហើយយើងយល់ព្រមឲ្យគេធ្វើដូច្នោះនោះនៅពេលដែលមនុស្សល្អម្នាក់ឃើញបិសាចធ្វើបាបមនុស្សស្លូតត្រង់ផ្សេងទៀតពេលនោះគេត្រូវតែចូលជួយជនរងគ្រោះនោះដើម្បីឲ្យគាត់អាចការពារខ្លួនបានដូច្នេះប្រសិនបើលោកហ៊ុនសែនធ្វើដូច្នេះមែនគាត់គឺជាមនុស្សអាក្រក់ដែលធ្វើបាបពលរដ្ឋខ្លួនឯងវាដល់ពេលហើយដែលលោកហ៊ុនសែនត្រូវចុះចេញពីអំណាចចំណែកលោក John Sifton តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch មានប្រសាសន៍ថាប្រសិនបើលោកហ៊ុនសែននិងគណៈបកប្រជាជនកម្ពុជាហ៊ានចាប់ខ្លួនលោកសំរងស៊ីមែននោះមិនត្រឹមតែសហរដ្ឋអាមេរិកទេដែលកាត់ជំនួយបរទេសទៅកម្ពុជាប៉ុន្តែនឹងមានបណ្ដាប្រទេសដទៃទៀតដូចជាប្រទេសជប៉ុនអូស្ត្រាលីបារាំងនិងសហគមន៍អឺរ៉ុបទាំងមូលលោក John Sifton បន្តថាក្រុមមេដឹកនាំនៃបណ្ដាប្រទេសទាំងនោះបានប្រាប់ទៅលោកហ៊ុនសែនជាមុនហើយថាមិនត្រូវចាប់ខ្លួនលោកសំរងស៊ីទេហើយត្រូវឲ្យមេបកជំទាស់រូបនេះចូលរួមការបោះឆ្នោតបើមិនដូច្នោះទេនោះលោកហ៊ុនសែននឹងជួបវិបត្តិដ៏ធំសម្រាប់កម្ពុជាគឺការកាត់ជំនួយទាំងអស់ហើយនឹងមិនទទួលស្គាល់ភាពស្របច្បាប់នៃរដ្ឋាភិបាលក្រោយការបោះឆ្នោត The United States government is getting very serious about changing its policy. Congress plays a role, the State Department plays a role, but as I said here today, it's not just about the United States. សហរដ្ឋអាមេរិកកំពុងផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួនមិនថាសភាជាតិឬក្រសួងការបរទេសសហរដ្ឋអាមេរិកទាំងមូលនោះទេសហរដ្ឋអាមេរិក
ក៏នឹងជំរុញឲ្យប្រទេសផ្សេងទៀតធ្វើដូច្នេះដែរជាពិសេសប្រទេសជប៉ុនសហភាពអឺរ៉ុបអូស្ត្រាលីនិងបណ្ដាប្រទេសផ្សេងទៀតដែលពួកគេមើលឃើញថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងជួបវិបត្តិធំអ្វីដែលពួកគេកំពុងព្រួយបារម្ភយ៉ាងយកចិត្តទុកដាក់នោះគឺការបោះឆ្នោតខែកក្កដាខាងមុខនេះនឹងមិនអាចប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌នោះទេបញ្ហាសំខាន់នោះថាតើសហរដ្ឋអាមេរិកនឹងនិយាយយ៉ាងណានៅក្រោយការបោះឆ្នោតតាមរយៈអនុសាសន៍របស់យើងក្រសួងការបរទេសអាមេរិកនិងសេតវិមានពួកគេមានការអាក់អន់ចិត្តជាខ្លាំងប្រការនេះនឹងនាំឲ្យមានការកាត់ជំនួយរបស់អាមេរិកផ្ទាល់ទៅកម្ពុជាខាងផ្នែកយោធាហើយជាសំខាន់ទៅទៀតគឺសហរដ្ឋអាមេរិកនឹងបញ្ចុះបញ្ចូលប្រទេសផ្សេងទៀតឲ្យធ្វើដូច្នេះដែរចំណែកលោក Patrick Merlo តំណាងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI មានប្រសាសន៍ថាករណីទោសទណ្ឌរបស់លោកសំរងស៊ីត្រូវតែបញ្ចប់ហើយលោកហ៊ុនសែនត្រូវតែអនុញ្ញាតឲ្យមេដឹកនាំបកជំទាស់ចូលប្រកួតប្រជែងការបោះឆ្នោតដោយគ្មានការភ័យខ្លាច I think today's hearing was very important to bring attention to Cambodia in circles in Washington and even ខ្ញុំគិតថាសវនាការសភាសហរដ្ឋអាមេរិកលើកនេះមានសារៈសំខាន់ណាស់ដែលបានយកចិត្តទុកដាក់ខ្លាំងលើករណីប្រទេសកម្ពុជាហើយបញ្ហាកម្ពុជាកំពុងល្បីខ្ទោខ្ទាពេញក្រុង Washington តែម្ដងម្យ៉ាងទៀតសារព័ត៌មានក្នុងពិភពលោកក៏បានយកចិត្តទុកដាក់ផងដែរអំពីបញ្ហាកម្ពុជាក្នុងដំណើរការបោះឆ្នោតនៅថ្ងៃទី28ខែកក្កដាចំពោះករណីលោកសំរងស៊ីខ្ញុំសង្ឃឹមថានឹងត្រូវបានបញ្ចប់ឯកលើភាពត្រឹមត្រូវនិងយុត្តិធម៌សម្រាប់រូបគាត់ហើយនីតិរដ្ឋនឹងល្អប្រសើរឡើងនៅកម្ពុជាកាលពីថ្ងៃអង្គារអន្តរសភារបស់សហភាពអឺរ៉ុបក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនទាមទារឲ្យលោកសំរងស៊ីចូលប្រទេសវិញប្រកបដោយសេរីភាពពេញលេញលោកសំរងស៊ីបានប្រកាសជាសាធារណៈថាលោកនឹងវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញនៅមុនថ្ងៃបោះឆ្នោតខាងមុខបើទោះជាត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅពន្ធនាគារក៏ដោយខ្ញុំតាំងសារ៉ាដាវិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington